nè mong ổn á mong ổn khơi nhỉ mình nếu mua chừng nuốn còn trẻแต่ទូរស័ព្ទមកខ្ញុំហើយគាត់ចង់រៀនហើយគាត់ចង់ឲ្យខ្ញុំបើកកណនីឲ្យគឺខ្ញុំបើកឲ្យនោះទេណាគាត់បានសួរជាច្រើនចុងក្រោយខ្ញុំស្រាវជ្រាវឃើញថាគាត់ទី1គាត់រវល់ខ្លាំងគាត់ធ្វើការខ្លាំងហើយគាត់មិនមានពេលវេលានៅក្នុងការរៀនដើម្បីធ្វើខ្លួនឯងដើម្បីគ្រប់គ្រងខ្លួនឯងដើម្បីចុចខ្លួនឯងណាបាទពីព្រោះគាត់ចង់រៀនដើម្បីចុចដើម្បីអីខ្លួនឯងក៏ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់ជាច្រើនខ្ញុំថាទី1គាត់រវល់ខ្លាំងគាត់មិនអាចមានពេលវេលាមើលថែណាបើសិនជាយើងប្រៀបធៀបឲ្យស្រួលស្ដាប់អញ្ចឹងវិញឧទាហរណ៍ណាយើងចង់រកស៊ីយើងទិញគោមួយក្បាលតម្លៃ$5000ឬមួយក៏តម្លៃ$10000យើងមកចំណាបាទយើងឃើញគេថាគេចិញ្ចឹមគោគេរកស៊ីបានអីអញ្ចឹងណាអញ្ចឹងចង់តែងមកបាទអញ្ចឹងនៅពេលដែលចិញ្ចឹមហ្នឹងត្រូវការអីខ្លះត្រូវការរបងត្រូវការថ្នាំពេទ្យណាបាទត្រូវការរបៀបមើលថែត្រូវការអីផ្សេងហួសហេតុមកណាដូច្នេះហើយមុខរបរ AI Casio របស់ខ្ញុំទី1បើសិនជាយើងចង់រៀនចេះដើម្បីចុចធ្វើដោយដៃទី1យើងត្រូវទៀមទាមានលុយមានដើមទុនសិនមានពេលវេលាបាទណាដើម្បីរៀនឲ្យស្ទាត់ហើយចាំធ្វើតែបើសិនជាអត់មានពេលទេចង់រៀនចង់បើកកណនីក៏ខ្ញុំអត់បើកឲ្យដែរហើយក៏ខ្ញុំមិនលើកទឹកចិត្តឲ្យរៀនដែរអញ្ចឹងណាបាទចាំពេលណាគិតថាខ្លួនមានពេលទំនេរដូចគេឬមួយក៏អាចដកឃ្លាណាបាទដកឃ្លានៅក្នុងមួយថ្ងៃកន្លះថ្ងៃអានឹងចាំយើងធ្វើតែបើសិនជាមិនអញ្ចឹងទេយើងនឹងជួបបរាជ័យដូច្នេះគាត់ក៏បានឆ្លើយតបមកខ្ញុំថាដែលលោកគ្រូពិតជាល្អមែនណាបាទនេះបាទខ្ញុំពិតជាសូមអរគុណលោកគ្រូខ្លាំងណាស់ណាបាទនេះហើយគឺជាអ្វីដែលខ្ញុំតែងតែធ្វើចំពោះកូនសិស្សខ្ញុំជាច្រើនអ្នកណាកូនសិស្សថ្មីកូនសិស្សចាស់ឬមួយក៏អ្នកស្គាល់គ្នាឬមួយក៏ដៃគូអីផ្សេងណាបាទដូច្នេះហើយមិនមែនចេះតែ like ឲ្យគេបើកកណនីតែប្រេះថាផ្ដាស់ឬមួយក៏ធ្វើកាយវិការដូចប៉ាហ៊ីណាបាទទេបងប្អូនបាទអរគុណហើយណាវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងចង់ជម្រាបបងប្អូនចឹងណាបាទ